bây giờ ôi đó miền tôi chư mãi đây chừng để xưa nênខ្ញុំឈ្មោះសុចិតាមកពីស្រុកកងវាខេត្តកំពង់ចាមតែចំពោះនាងខ្ញុំវិញមានបញ្ហាមកថ្មីគឺវិញមុខរបស់នាងខ្ញុំហ្នឹងពេលប៉ារ៉ាយូរទៅរត់ចុះហើយទៅសោយទៅអត់ស្អាតអញ្ចឹងហើយក៏បានមក clinic វិញការជួបដោយក្រៅការណែនាំរបស់អ្នកគ្រូពេទ្យនៅខាងស្រុកនាងខ្ញុំថានៅកន្លែងនេះធ្វើទៅស្អាតពេលដែលដោះវិញហ្នឹងអត់មានការឈឺចាប់អីទេដំបងភ័យតាភ័យថាអូដោះមានទៅឈឺមិនបាច់ទេតែពេលដោះទៅខ្ញុំខូចមួយហើយក៏ដាំបកគោលមកគ្រាប់ដែរចាដាំបកគោលហ្នឹងគឺអត់មានការឈឺចាប់អីទេដំបងភ័យខ្លាចតែហើមតែអីទៅបរៀនអត់កើតអញ្ចឹងដល់ពេលធ្វើទៅអត់ហើមអត់ឈឺអីទេហើយទៅមានបន្តអសន្នរហូតអត់ដឹងថាយើងហ្នឹងដកថ្មិញទេពេលនេះខ្ញុំបានធ្វើហើយប្រើអីទៅដូចជាអត់អត់អីទេអត់ឈឺអត់អីទាំងអស់ក្រោយពេលកែថ្មិញមុខហ្នឹងហើយពណ៌ហ្នឹងរៀងថ្មិញអីស្អាតពេញចិត្តចំពោះបងប្អូនទាំងអស់គ្នាដែលមានបញ្ហាថ្មិញចង់កែឲ្យស្អាតដូចនាងខ្ញុំចាអាចមកទីពេទ្យព្យាបាលថ្មិញផ្កាឈូកបានចាអរគុណច្រើន